នេះគឺជាលើកទី1និងលើកដំបូងរបស់ខ្ញុំសម្រាប់ការធ្វើដំណើរមកលេងក្នុងផ្សារហើយកាត់ទៅអរ៉ៃតាមផ្លូវដែលគេទៅធ្វើហើយពួកយើងបានមកធ្វើដំណើរកំសាន្តជើងនេះគឺជុំគ្នាបាន3ឡានហើយការធ្វើដំណើរគឺមានឧបសគ្គច្រើនគួរសមតម្រុំកាត់ពីក្នុងផ្សារទៅដល់អរ៉ៃបានដោយសារឡានពួកខ្ញុំជួបបញ្ហាជាច្រើនជើងនេះហើយយើងនៅរីករាយវីដេអូពេញហើយនឹងសាច់រឿងវីដេអូមួយនេះថាវាល្អមើលឬក៏អាចកាត់បន្ថយភាពតានតឹងរបស់បងប្អូនបានឬអត់អញ្ចឹងយើងចូលវីដេអូទាំងអស់គ្នានេះគឺ trip លើកដំបូងមកខ្ញុំសម្រាប់ទៅលេងខាងក្នុងផ្សារហើយបុកទៅខាងអរ៉ែងផ្លូវថ្មីរបស់គេហើយការធ្វើដំណើរមួយនេះគឺខ្ញុំចាយពេលរហូតដល់4យប់5ថ្ងៃជាមួយខាងបងបូរ៉ាជាមួយគូណេតជាមួយចតុខ្ញុំធីនិយាយរួមទៅដំណើរនេះគឺថាខ្ញុំទៅតែឯងទេក៏ប៉ុន្តែទៅដល់ភ្នំពេញចេះតែនឹកគ្នាយើងគឺថាខាន trip មួយគ្នាយូរហើយក៏ហៅពួកគាត់ទៅជាមួយដោយសារពួកគាត់ចំថ្ងៃគាត់ទៅនេដែរហើយចេញដំណើរមកដល់ត្រានេះក៏យកកាហ្វេមួយដើម្បីដាក់ឲ្យវាមានធម៌ពលឬក៏ power up បន្តិចគឺថាឡានរបស់ពួកយើងនេះពីច្រើនបងប្អូននៅធ្វើដំណើរផ្លូវបែបនោះជាអត់ផុតពីខូចទេហើយយើងទទួលក្នុងចិត្តស្រេចថាឡាននឹងខូចនៅកន្លែងណាមួយហើយយើងនឹងដោះស្រាយតាមហ្នឹងពេលដែលវាខូចហើយទៀតសោតការធ្វើដំណើរជាមួយឡាន off road វាមិនងាយស្រួលដូចឡានខ្លាញ់គោដូចឡានថ្មីទេតែនេះជាចំណងចំណូលចិត្តបងប្អូនដោយសារតែឡានប្រភេទនេះមិនសូវឲ្យចរាចរណ៍លើផ្លូវបានទេដោយសារតែវាខុសពីឡានធម្មតានិយាយមិនមែនគេមិនឲ្យបើកទេតែបើយើងមើលមកគឺវាចងេងចងាងពេកណាតាមអ្វីដែលយើងគិតហើយសម្រាប់ឡានគេ pick up ឡានខ្លាញ់គោឡានបែបលើផ្លូវ overland ធម្មតាគេមានឡានបែបហ្នឹងគាត់តែខ្ញុំបច្ចុប្បន្ននេះសល់តែ off road នេះមួយអញ្ចឹងក៏ជិះអានេះទៅបណ្ដោយទៅអញ្ចឹងយើងធ្វើដំណើរមកខ្ញុំចាំបងបូរ៉ានៅនេះបងប្អូនអាចឃើញហើយការលេងឡាន off road យើងត្រូវតែមានគ្នាដោយសារតែយើងអាចទៅតែឯងបានទេដោយសារតែខូចខាតបែកបាក់កណ្ដាលព្រៃយើងអត់ដឹងថាទៅពឹងពាក់អ្នកណាអញ្ចឹងត្រូវតែមានមួយឡានឬក៏ពីរឡានសម្រាប់យើងជួយយកអាសាគ្នាហើយដូចឃើញស្រាប់មកដល់នេះក៏ខុនណេតក៏ឆ្ងល់តាឡាននេះវាកើតស្អីវាបានបើកទៅវាករងទីវាធ្លាក់អញ្ចឹងក៏យើងឆែកមើលដល់ឆែកឡានបងមើលដែរឃើញហៀវិញបានគាត់ថាគាត់បិទរងចិត្តអញ្ចឹងវាជារឿងធម្មតារបស់ឡាន off road ទេប៉ុណ្ណេះវាមិនជាបញ្ហាអីទៅទៀតហើយការធ្វើដំណើរទៅនេះគឺខ្ញុំទស្សនៈនៅខាងបោះតង់មើលផ្កាយខាងកំពង់ឆ្នាំងមួយយប់ស្អែកឡើងបានបន្តដំណើរទៅក្នុងផ្សារហើយនិយាយរួមទៅយើងដើរលេងបងប្អូនយើងអត់ខំបានទេយើងចូលទៅណាបានចូលទៅដឹងហើយបងប្អូនអាចមកលេងនឹងបានទីគេឃើញទេសភាពនៅខាងបោះតង់មើលផ្កាយស្អាតបងប្អូនអាចមកលេងឬក៏ផ្សារចុងសប្តាហ៍បានវាជិតភ្នំពេញមិនឆ្ងាយពេកទេយើងជិះឡានដូចជាប្រហែលម៉ោងគឺមកដល់ហើយឥឡូវគេអាចផ្លូវលឿនលឿនក៏មានផ្លូវគេមកដែរជាងចុះពីលឿនលឿនមកបើកតាមមកហត់ក៏ដល់នឹងបាត់សម្រាប់យើងសម្រាប់ចុងសប្តាហ៍សៅរ៍អាទិត្យអីចឹងទៅហើយទេសភាពបងប្អូនឃើញស្អាតមានភ្នំមានភូមិមានស្រុកមានស្រែហើយរីសតរបស់គេធ្វើរបៀបទូចឲ្យយើងបោះតង់ក៏បានយើងដេកក្នុងផ្ទះដែលគេធ្វើសម្រាប់យើងដេកនេះក៏បានហើយឡានពួកខ្ញុំមកដល់យើងបញ្ឈរកន្លែងនេះទាំងពីរដើម្បីយើងរៀបចំបាយទៅសាមម្ដងគាត់ធ្វើបាយចាំស្រេចហើយមេខ្ញុំនេះបាយធម្មតាបានទេបច្ចុប្បន្នគាត់អាប់ហើយអញ្ចឹងបាយសុទ្ធហូបក្នុងទឹកអីនោះបានហូបកើតហើយម្ដងក៏ដាក់បាយជុំគ្នាមកពេលហើយយើងចែកគ្នាលេងពីនេះពីនោះហើយម្យ៉ាងដែរបងប្អូនការធ្វើដំណើរដែលយើងមានគ្នាបែបនេះយើងអាចចែកគ្នាលេងបានដូចខ្ញុំពីមុនខ្ញុំតែងនៅចែកមួយបណ្ណាបាននិយាយមិនឯងអត់កើតអញ្ចឹងមានតែថតវីដេអូនិយាយទៅកាន់បងប្អូនកាលហ្នឹងហើយរសជាតិបែបពីមុនខ្ញុំចិត្តត្រឡប់មកវិញហើយមិនយូរទេបងប្អូននឹងឃើញរសជាតិខ្ញុំពីមុនហើយខ្ញុំសូមណែនាំទឹកយិនសិនមកអ៊ីទៅកាន់អ្នកដែលកំពុងតែមើលចូលព្រៃអស់កម្លាំងដូចខ្ញុំចេះគេថាដាក់ទឹកយិនសិនមកអ៊ីមួយទៅឃើញថាកម្លាំងចាប់ដើមមានឡើងវិញឡើងព្រឹសតែម្ដងហើយអត្ថប្រយោជន៍នេះគឺអាចញ៉ាំបានគ្រប់វ័យទាំងប្រុសនិងស្ត្រីសម្រាប់អ្នកអាសាកោសខ្យល់វិលមុខឈឺក្បាលនិងឈឺពោះហើមពោះទល់ខ្យល់ពិបាកដកដង្ហើមចលនាឈាមរត់មិនស្មើឧស្សាហ៍ចុកទ្រូងនិងពិបាកដកដង្ហើមឈឺសន្លាក់ដៃជើងស្ពឹកដៃស្ពឹកជើងចុករយប្រាំនិងមានបញ្ហាពិបាកញ៉ាំបាយមិនបានគ្មានកម្លាំងទន់ដៃទន់ជើងឧស្សាហ៍ឈឺច្រើនចំពោះក្មេងចាប់ពីអាយុ10ឆ្នាំឡើងក៏អាចញ៉ាំបានដែរក្មេងដែលអាសាឈឺច្រើនផ្លេកស្លាំងគ្មានកម្លាំងមិនសូវលូតលាស់កម្ពស់មិនសូវញ៉ាំបាយចូលចិត្តញ៉ាំទឹកផ្អែមដែលមានជាតិស្ករនិងក្មេងដែលមិនសូវលូតលាស់កម្ពស់បងប្អូនដែលមានបំណងចង់ទិញយកមកពិសាប្រើប្រាស់មិនពិបាករកទិញទេអាចរកទិញបាននៅលើ page របស់ Mac EE ឬក៏តំណាងចាយរបស់ក្រុមហ៊ុន Mac EE ហើយបងប្អូនដែលមានបំណងចង់ធ្វើជាតំណាងចាយក៏មិនពិបាកអ្វីនោះដែរគ្រាន់តែតាក់ទងទៅកាន់ក្រុមហ៊ុនរបស់គេទៅរួចជាការស្រេចបន្ទាប់មកបបកត្រីឃើញក្មេងៗចិត្តបានមែនតើឲ្យផ្លែមាន
ខបយ៉ាងធំបងប្អូនតែឆ្ងាញ់ឡើងផ្អែមហើយបងបុរាណថាបាយល្ងាចក៏បានមកដល់ឥឡូវបោះតង់ហើយគាត់ហូបបាយល្ងាចហើយបងប្អូនឃើញទេសភាពនៅនឹងស្រាប់ហើយញ៉ាំបានឡើងដ្រូននេះវាធ្លាក់2 3 ដងមកផ្លេវាចង់ឈួតហើយអញ្ចឹងវាមិនដឹងមិនវារហោះយើងខ្ជិលឡើងយើងថតចេះបងប្អូនមើលអាចមើលបានយល់ស្អាតមិនខកបំណងមកលេងបានខ្ញុំនៅរងចាំមិញតក់គាត់មកពីភ្នំពេញអញ្ចឹងក៏មកដល់ក៏យើងសម្រាប់ជុំគ្នាដោយសារតែកម្រងអត់មានគាត់នៅក្នុងនឹងដោយសារតែខ្ញុំសម្រាប់នឹងអញ្ចឹងគាត់មានពេលមកនេះត្រូវជាមិញតក់ខ្ញុំឲ្យគាត់មិញហើយគាត់មកជាមួយហានីគាត់នោះហានីគាត់តាណាបាត់អត់ឃើញហើយយើងក៏សម្រាប់ហូប steak អត់ហៅ steak ណាតែគោអាំងខ្ញុំទៅបានហូបរសជាតិនឹងទេបងប្អូនបានគាត់ដាក់មកវិទ្យាវិចខ្ចប់មកអញ្ចឹងទៅក៏បានហូបខ្ញុំទៅហើយគោដៅរបស់ខ្ញុំគឺខ្ញុំទៅចាប់បកងទេហើយជួបគ្នានៅភាគ2ចាប់បកងដោយសារវីដេអូខ្ញុំក៏ដាក់មកភាគដែរដំបូងប៉ុន្តែខ្ញុំសម្រាប់ដល់4យប់ហើយអញ្ចឹងវាវែងឆ្ងាយពេកខ្ញុំអាចដាក់មកភាគ direct បានទេអញ្ចឹងមានតែដាក់2ភាគហើយបងប្អូនឃើញអង្គុយជែកគ្នាលេងពីនេះពីនោះអ្នកខ្លះក៏គាត់ត្រូវជាមួយគ្រឿងបងក៏គាត់ហូបទៅអ្នកមិនត្រូវដូចខ្ញុំក៏អង្គុយមើលគេទៅមិនមែនខ្ញុំអត់ហូបសោះទេខ្ញុំមិនសូវទេបងប្អូនអញ្ចឹងអង្គុយមើលគេហៀលអញ្ចឹងទៅហើយព្រលឹមឡើងក៏បានមកដល់ដាក់មីដាក់កាហ្វេដោះធ្មេញមួយទឹកទឹកធ្មេញមួយធ្មេញមួយឆ្នាំទៅធ្មេញមកអីទៀតអេមកទាស់ហើយនេះហានីគាត់ហើយគាត់យល់គាត់សង្សារនឹងគ្នាមកហើយម្ដងនេះក៏គាត់អ្នកនៅបោះតង់មើលផ្កាយហ្នឹងហើយបងស្រីម្នាក់មិញបងអាចឃើញគាត់ចឹងគាត់អាយុបងខ្ញុំទៀតខ្ញុំស្មានគាត់អាយុបងអូនខ្ញុំអាយុច្រើនជាងខ្ញុំហើយមុខខ្ញុំឡើងកាចាស់ហើយនេះប្រឡងបកថៃនៅបោះតង់មើលផ្កាយក្បែរហ្នឹងចិត្តដល់មានប្រឡងមួយហៅបឹងស្អីទៅណាទេខ្ញុំស្គាល់ឈ្មោះទេហើយធ្វើដំណើរទៅនេះគឺយើងចាក់សាំងចាក់មសុទ្ធទៀតដោយសារឡាននេះបើ10គីឡូចាក់មសុទ្ធម្ដងដោយសារឡានគេធ្វើផែនបែបប្រណាំងបងប្អូនអញ្ចឹងគេត្រូវធ្វើអារេសវ៉ាពីទូចកាត់បន្ថយទម្ងន់ម្ដងបងប្អូនទេសភាពស្អាតអមការធ្វើដំណើរទៅយល់ទៅមិន10គីឡូចាក់សាំងម្ដងទេដោយសារវាអត់មានកងទ័ពមើលអញ្ចឹងគេជីអស់យើងចាក់យើងដាក់ស្គូបាន20 30 40 50គីឡូវាដែរឡាននោះញាក់សាច់មកគេដែរហ្នឹងណាហើយម្ដងនេះគឺថាធ្វើឡានទៀតដូរអានេះស្នប់ដៃឡានខ្ញុំដូរឲ្យខ្ញុំការពារឡើងផ្លូវនោះគឺរេស្តង់ហើយយើងចូលតាមផ្លូវអាលាក់កងជើងបងប្អូនម្ដងនេះយើងចូលទេទឹកពុះហើយបងប្អូនកុំភ្លេចឈៀងចូលលេងពេលមកដល់ការរៀបចំរបស់ហាងសហគមន៍ទេទឹកពុះនេះគឺស្អាតមានចំណតឡានមានកន្លែងសម្រាប់យើងទទួលទានអាហារសម្រាប់យើងមកសម្រាប់ឬក៏ចូលមកកំសាន្តត្រាំជើងត្រាំអីបានដោយសារតែទឹកនេះមានអត្ថប្រយោជន៍ខ្ពស់បងប្អូនគេថាមានជាតិ sponsor អីចឹងអាជាតិទាំងអស់ហ្នឹងដែលវាគេហៅថាវាមកពីដង្ហើមផែនដីគឺវាជ្រៅអាទឹកហ្នឹងចឹងបានន័យថាទឹកបូកមួយកម្ដៅដង្ហើមផែនដីហ្នឹងហើយវាធ្វើឲ្យអាជាតិ sponsor ដែលនៅបាត់ជ្រៅរបស់ដង្ហើមផែនដីហ្នឹងវាជះមកលើក៏ខ្ញុំមិនដឹងដែរអញ្ចឹងសម្រាប់អ្នកគាត់ឈឺគាត់ធ្លាប់មានជំងឺបែបគេហៅថាប្រើវិជាគេអាថ្នាំវិជាសាស្ត្រណាអញ្ចឹងមកត្រាំទឹកនេះត្រូវបងប្អូនត្រាំទៅវាកាត់បន្ថយការឈឺរបស់ពួកគាត់ឃើញពួកគាត់មកច្រើនអ្នកខ្លះក៏ដល់ទៅមុជទៀតអញ្ចឹងខ្ញុំត្រាំដល់ផ្លេនឃើញតែជើងខ្ញុំស្រួលមែនអញ្ចឹងបើនៅតែទឹកនេះវាមានហៅថាហៅបកែនិយាយវិញភាសាបកែទឹកលើជំងឺតែត្រូវមួយអាទឹកហ្នឹងហ្មងអញ្ចឹងបងប្អូនកុំភ្លេចមកចូលលេងនៅខាងទេទឹកពុះយើងទេផ្លូវកងជើងដោយសារយើងចូលទៅខាងក្នុងផ្សារហើយខ្ញុំធ្វើដំណើរគឺ direct ពីនឹងទៅមកខ្ញុំឡើងច្រាស់គេទៅវិញពីច្រើនគេឡើងពីខាងអរ៉ៃមកទេតែចំពោះខ្ញុំឡើងពីខាងអាលាក់កងជើងទៅខ្ញុំចុះទៅអរ៉ៃវិញអញ្ចឹងបងប្អូនអាចចាំតាមទស្សនាបានថាផ្លូវរយៈពេលខ្ញុំដេក4យប់ហ្នឹងវាជួបរឿយខ្លះបានទៅដល់យូរណាស់ហ្នឹងអញ្ចឹងដូចឃើញស្រាប់ហើយផ្លូវមកដំណាក់ទៅដំណាក់ចាប់ដើមចូលទៅផ្លូវពិបាកដោយសារផ្លូវនេះគឺមានការធ្វើដំណើរតែពីកលេថងពីឡានអស់រ៉ូតពីដំណាក់កាលកំសាន្តរបស់បងប្អូនម៉ូតូឬក៏ដើរអញ្ចឹងទៅអញ្ចឹងវារៀងលុកអញ្ចឹងផ្លូវអស់រ៉ូតសម្រាប់ពួកខ្ញុំមកបានផ្លូវបែបហ្នឹងបានខ្ញុំគិតថាវាស័ក្តិសមនឹងការធ្វើដំណើររបស់ខ្ញុំបើសម្រាប់ផ្លូវស្រួលហ្មងគឺអត់ទេបងប្អូនហើយខ្ញុំមកនេះចំថ្ងៃដែលគេបន់បងប្អូនគេបន់ច្រប់ព្រះនគរមុនមួយថ្ងៃ2អញ្ចឹងក៏ចំថ្ងៃសៅរ៍អាទិត្យទៀតអញ្ចឹងមានមនុស្សច្រើនដែរគេមកលេងបងប្អូននេះគេដាក់5ដែរយើងទៅហើយយើងសុំការអនុញ្ញាតពីកថាញាធរដែនដីក្នុងតំបន់ហ្នឹងដែរបើយើងហ៊ានឡើងដោយសារតែឡានពួកយើងនេះវាឡានអស់រ៉ូតដែរស្រាប់តែឡើងមិនទាន់បានប្រមាណផងក៏ឃើញឡានមួយហ្នឹងក៏មានអាការៈចាប់ដើមធ្វើទុកបុកម្នេញខូចស្នប់ដៃបងប្អូនក៏ខ្ញុំយកអាស្នប់ដៃអាចាស់ខ្ញុំមកដូរឲ្យគាត់វិញដោយសារតែខ្ញុំសល់មួយបាទដូរព្រឹកមិញណាតែដូរហើយក៏នៅតែមិនមានដំណើរការស្រួលទេចង់ពឹងពាក់បងប្រុសម្នាក់ដែលគាត់មានកន្លែងគាត់លក់បាននៅលើក្នុងផ្សារគាត់នាំភ្ញៀវនាំអីដែរអញ្ចឹងពឹងពាក់គាត់ទៅទិញដល់កទួតបងប្អូនគាត់ទិញដល់ម៉ោង9ម៉ោង10គាត់ទៅពីនោះភ្លាមដល់រេចហ្មងទៅសារទឹកចិត្តគាត់ហើយបងប្អូនមកកុំភ្លេចចូលគេកន្លែងគាត់ចាំតិចទៀតខ្ញុំដាក់លេខគាត់នៅខាងមុខដោយសារតែអត់មានរូបគាត់ក្នុងហ្នឹងចាំពេលឡើងមានរូបគាត់ខ្ញុំដាក់ហ
ហើយនេះអង្គុយចាំគាត់អញ្ចឹងហេវបាយនឹងធ្វើម៉េចក៏ធ្វើបាយហូបបងយើងហូបបាយពីថ្ងៃមិញហូបនៅកាទៀវហូបបាយអត់មានអញ្ចឹងហូបបាយហូបអីអញ្ចឹងមកក៏សម្រាប់ចាំគាត់ដោយសារតែយូរបងប្អូនហើយផ្លូវនេះមានឡានធំចុះឡានការឋានគេពួកយើងនេះគឺខុសនឹងស្រុកហើយដោយសារតែបច្ចុប្បន្ននេះបច្ចុប្បន្នដោយសារតែឡានយើងនេះវាទៅមុខកំរួចទៅក្រោយកំដរយើងនឹងធ្វើម៉េចយើងព្យាយាមអែបគៀនឲ្យបានតាមឡានធ្វើទៅបានហើយបងប្អូនឃើញហើយបងក៏ប្រាប់ដែរថាប្រយ័ត្នប្រយែងបងឡានធំព្រោះមានឡានផ្សេងគេមកទៀតគេអត់លឺគេអត់ឃើញយើងទេដោយសារយើងនៅចំកែងតែយើងប្រាប់គាត់ដែរថាឡានយើងខូចបងប្អូនអូឡានយើងខូចបងប្អូនឡានខូចបងអញ្ចឹងគាត់ថាអូខេអញ្ចឹងពេលមានឡានលឺសំឡេងឡានមកពួកខ្ញុំរត់ទៅលើដើម្បីធ្វើដៃធ្វើជាសញ្ញាប្រាប់គេណាបងប្អូនហើយរងចាំរយៈពេល1ម៉ោងនេះក៏គាត់ទៅទិញបានដូចគាត់ប្រាប់មែននេះបាននឹងកាឡប្រាំងបាននឹងស្នប់ដៃបាននឹងអីទាំងអស់ហើយក៏សប្បាយចិត្តមែនទែនការធ្វើដំណើរមួយនេះក៏យើងអាចបន្តដំណើរទៅទាំងយប់ដោយសារតែឃើញមេឃហ្នឹងវារងឹតទៅហើយដោយសារតែនេះដើភ្លៀងអញ្ចឹងគឺថាបើយើងឡើងដល់យប់នេះទេព្រឹកយើងឡើងរួចទេបើភ្លៀងដោយសារផ្លូវនេះគឺល្អខ្លាំងណាស់បងប្អូនឡានខ្ញុំនេះគឺកាឡាធម្មតាទៀតអញ្ចឹងខ្ញុំព្យាយាមហើយថាព្យាយាមដើម្បីឲ្យឡានហ្នឹងឡើងទៅដល់លើសិនបានយើងគិតថាយើងត្រូវទៅណាហើយមកណៃទៀតពេលដល់លើនឹងយើងអាចសម្រាកក្រុមនេះទេពេលដែលយើងធ្វើឡានហើយយើងឡើងទៅទាំងយប់ហើយយើងបានប្រមូលសម្រាប់ដុតអស់ដាស់ចាយដាស់អ៊ីដាស់មីងគាត់កំពុងតែដេកស្រួលបងប្អូនអីដេកស្រួលជាងមកដាស់គាត់ហើយបងប្អូនឃើញហើយនេះធ្វើដំណើរទៅដាក់លេខ2លេខ3គឺដាច់ខាតជើងយើងក៏ត្រូវតែជន់ឡានជន់អត់ដកទេអត់អាចដកបានទេព្រោះចំណោទចាំមើលដាក់សលេស្ដាប់ទីទៀតបងប្អូនលឺសំឡេងដែលឡើងទៅនោះគឺតឹងខ្លាំងមែនតើហ្មងស្ដាប់សលេងបងដឹងហើយយើងអាចដកជើងបានទេជើងត្រូវតែជន់ហើយជន់ដើម្បីយកឲ្យកម្លាំងហ្នឹងគឺឲ្យវាទៅដោយរលូនហើយខ្ញុំដូចពេលនៅមកថយក្រោយម្ដងដែរឡានតែខ្ញុំឃើញម៉ូតូមួយវាក្រោយទៅពេលភ័យដែរខ្ញុំបួងបងបួងជាកោតកាច់ចូលព្រៃទៅវាអត់អីដើម្បីនឹងរេសតង់តែប៊ីកាឡាប់ដែរខ្ញុំដែរខុសទៅចែកគេថាប្រហែលតិចទៀតគឺកាឡាប់ហើយខ្ញុំដាក់សលេស្ដាប់ចាំមើលសំឡេងបែបនេះអញ្ចឹងមកឃើញគឺតឹងខ្លាំងមែនតើឡើងមកតែឡានយើងលេខដៃតែអីដែរតែម្ដងក៏ឃើញគេបោះតង់ពេញនឹងខ្ញុំក៏មិននឹងស្ដីតែណាក៏ក្នុងកន្លែងបងមួយដែលគាត់ទិញឲ្យបានខ្ញុំគាត់ដេកហើយអធិស្ឋានបងប្អូនយប់នឹងដែររឿងរំខានគេតិចតាមមកយប់ជ្រៅតែបើខ្ញុំគិតថាអត់ដេកទៅនឹងទេឡានខ្ញុំពេលព្រឹកខ្ញុំទៅធ្វើទៀតអញ្ចឹងខ្ញុំមិនអាចដេកជិតគេបានទេព្រោះងើបពីព្រឹកធ្វើឡានខ្ញុំហូរឡៃស្ងាត់ចុះមកក្រោមដូចមកឃើញទៅពេលព្រឹកឡើងទៅសុភាពតង់បោះបងប្អូនគាត់មកលេងមកកំសាន្តនេះមានទាំងនារីមានទាំងអូរ៉ោះមានទាំងកំមុំមានទាំងកំឡោះeveryone ហ្មងយើងរួមទៅ everyone ខ្ញុំដែរទេលើកដំបូងមកខ្ញុំមកទៅក្នុងផ្សារស្អាតទេសភាពអាចនិយាយថាវាប្លែកហើយក៏ស្អាតសម្រាប់ខ្ញុំដែរតែមុតកម្រងខ្ញុំយកដេកអត់ដេកក្នុងផ្សារទេតែឡានខ្ញុំវាខូចដល់ម៉ោង11នៅថ្មីក៏ចូលដេកដើម្បីសម្រាប់យកកម្លាំងបន្តដំណើរទៅមុខថ្ងៃបន្ទាប់នេះអញ្ចឹងយើងសម្រាប់នៅនឹងហើយចំអិនមហាហូបជុំគ្នាធ្វើកាហ្វេធ្វើហូបហើយបានព្រលឹមឡើងយើងបែកគ្នារៀងខ្លួនប្រាប់បងមីងតុនោះគាត់ត្រូវត្រឡប់មកពេញវិញដល់ថ្ងៃគាត់ធ្វើការសម្រាប់ខ្ញុំបន្តដំណើរមួយបងបូរ៉ាម្ចាស់ក្រាស់ BM ក្រាស់ហ្នឹងក៏បន្តដំណើរទៅខាងអារ៉ែងខាងថ្មបាំងដើម្បីចាប់ប្រកងដោយដៃហើយបងប្អូនទីតែខ្ញុំចាប់ប្រកងបានអស់លើកនេះគឺនិយាយហើយគឺខ្ញុំអត់ទិញអីទេដូចមានតែខបានកំប៉ុងទេតាមឡានហ្នឹងថាអត់ស្អាតតែខហ្នឹងទៅខ្ញុំនិយាយគាត់ថាបើយើងចាប់ប្រកងបានទេយើងសុខចិត្តដេកអត់បាយទាំងអស់គ្នាហើយបងប្អូនឃើញអាប់នៅលើក្នុងផ្សារនេះគឺស្អាតខ្លាំងមែនតើទេសភាពអូវាធ្វើឲ្យយើងរៀងថាអីប្លែកដែរវាដូចទៅនឹងហៅនៅមដូការីដូចគ្នាបងប្អូនទេសភាពនឹងមានដើមស្រមានអីអាកាសធាតុប្រហែលស្តៀងគេថាដូចគេថាបានណាហើយមានអ្នកកាន់បន្លែមានអ្នកធ្វើម្ហូបឲ្យខ្ញុំថាខ្ញុំធ្វើម្ហូបដើម្បីថតតែចែកថាអញ្ចឹងគាត់ធ្វើបន្លែឲ្យតែថាតែថតបាន footage ដើម្បីបងប្អូនមើលពិតខ្ញុំអត់ចង់ធ្វើក៏បានដែរហើយសម្លមកមុខនេះគឺឆ្ងាញ់បងប្អូនតែអត់មាននំប៉័ងយើងមកដាក់នំប៉័ងចូលទៀតបានរសជាតិនោះកប់សេរីតែយើងអត់មាននំប៉័ងក៏យើងហូបមួយបាយទៅហើយដាក់ប៊ីចេងស្ករអំបិលដាក់ច្រើនដើម្បីគេថាឲ្យរសជាតិវាមុតមិញក៏គាត់ដាក់គ្រឿងចូលជួយធ្វើគ្នាមួយដៃមួយជើងម្នាក់ក៏បានខ្លាចជាអាហារបន្តុកបែបនេះហើយហូបបាយហើយក៏យើងចេញដំណើរទៅកន្លែងរៀងខ្លួនអ្នកទៅមុខអ្នកទៅក្រោយហើយក្នុងផ្សារបងប្អូនអាចមកលេងបានតែអ្វីដែលយើងគួរកាត់ថយគួរចាក់បាសចាក់អីហ្នឹងគឺឃើញគេ screenshot បងប្អូនខ្លះយកទៅផុសដែរថាគាត់ចាក់បាសរំខានគេតែបាក់ដែរបងប្អូនចំណងចំណូលចិត្តមនុស្សតែក៏ពេលខ្លះគេតែការភាពស្ងប់ស្ងាត់អញ្ចឹងចំណងចំណូលចិត្តយើងពេលដែលយើងនៅម្នាក់ឯងអានេះចាំយើងគិតទៀតអញ្ចឹងមិនហ៊ានថាមិនទេព្រោះអានេះជាអារម្មណ៍របស់ខ្លួនតែយើងត្រូវចេះក្រែងចិត្តអ្នកអីអញ្ចឹងទៅដើម្បីឲ្យវាថាមានភាពស្ងប់ស្ងាត់ទាំងអស់គ្នាអញ្ចឹងអត់មានកើតឡើងហើយ
ផ្លូវនេះគឺខ្ញុំអត់ឡើងទៅលើទេខាងខាងគេចិត្តយើងទៅតាមជើងព្រៃទៅអូតាមបំរាទៅតាមទៅវិញតែថាយប់មិញហ៊ានមកតាមនេះអត់មាននាំផ្លូវត្រូវអត់កាត់តាមលើនោះទេអញ្ចឹងអត់មាននាំផ្លូវយប់មិញយកបើកខាងលើទៅអញ្ចឹងពេលចុះវិញគឺចុះខាងនេះហើយភ្លេចប្រាប់លេខបងប្រុសនោះគឺខ្ញុំដាក់នៅលើនេះបងប្អូនតែតាក់តងឬក៏សាក់សួរព័ត៌មានគាត់បានការធូលការតង់ការតម្លៃការនាំភ្ញៀវឡើងអញ្ចឹងដាក់លេខគាត់លើនឹងស្រេចបងប្អូនអាចទៅសួរនាំក៏បានហើយយើងនឹងជួបគ្នាវីដេអូក្រោយខ្ញុំចេញពីនេះគឺ direct តាមផ្លូវអរ៉ែងជាង40 50 គីឡូហ្នឹងផ្លូវហ្នឹង